vậy vô lấy bên này trong bán đây bên ngoài đi bán bố nơi sốc cái đó tầm khán cứ nhưng ai nợ thế đăng ba coi ai có đăng ở sạch như còn đắng á lấy bao anh khai vậy giờ sao tôi bài score lên bài score lên bắt cho sắp tê cả bán này còn lên tôi nhặt tê hay không còn đã dùng sắp cái sạp mô tê sạch như một ngày ta hay ngoài của bạn ấy bây giờ vô tôi sắp một ngày tư mày tôi sắp mặt cái con nắng hay bong ở đấy ngoài bữa kia một ngày bay nè anh bắt mà nè bắt đấy vài anh đi thiệt ở Prematus này chân bà nơi mong pram tiếp lứ bà mà tô tìm sáng chi nè bay nè bạn bốc ở chung môi John Highlander bạn đào ở rong rong bút thun pi nè nâng ở slap bắt bong chỉ vứt ở mà nè Prematus sàn phim mà tô này cả bác bó mà đang thang công tơ của màn thế bà mơ tại sàn phim mà tô bạc tích mũi cầm nát hàng mục ní còn những đang tha là bươn cầm rất na này còn bàn tay chụp cua rừng ra hàng lớn ấy dương mà toàn đang tha hàng nào không hàng nào trời tỷ kia John bạn Highlander bà bong pro đại chia nhẹ rốt taxi bạn thưa cả đặc phiêu lang bị khai châu bọn đạp nông pinแต่มันตัวมันดักphiêu tếคือเตยchuộtตัวthayจะโชជ្រុះហើយជ្រុះញាក់ទៅណាក៏ឃើញតែសក់និយាយទៅក៏លោកកលៀបណាក៏ឃើញតែសក់ដែរហើយបើនិយាយពីរឿងទឹកវិញណាស្ទះទឹកអស់ហើយដោយសារតែរឿងសក់ហ្នឹងប្រើអីក៏មិនដែរត្រូវដែរតែឥឡូវប្រើជាមួយនឹងឈុតសាប៊ូយូវ៉ែលតែមកទឹកឲ្យឃើញប្លែកហ្មងណាសក់ក៏អន់ជ្រុះហើយសំខាន់ណាកូនសក់ដោះមកឡើងជ្រងច្រាំងហ្មងឃើញសក់ខ្លួនឯងឡើងភ្លឺលោឡើងតុនហ្មងណាប្រិមត្តជនមានករណីគ្រោះថ្នាក់អចរាចរណ៍ម៉ូតូបុកជាមួយរថយន្តបណ្ដាឲ្យរងរបួសធ្ងន់2នាក់និងបណ្ដាឲ្យស្លាប់បាត់បង់ជីវិតម្នាក់នៅតាមដងផ្លូវជាតិលេខ4ទៅកាត់កន្ទោកខណ្ឌកណ្បូលរាជធានីភ្នំពេញតែម្ដងបាទក្នុងហេតុការណ៍នេះតាមការបញ្ជាក់2នាក់ឃើញហេតុការណ៍គឺរថយន្តបានធ្វើការឆ្លងផ្លូវខាងស្ដាំម៉ូតូមកត្រង់គឺបុកបណ្ដាហោះស្ទុយតែម្ដងហោះស្ទុយជះមនុស្សមក5-6 ម៉ែត្រចេញពីទីតាំងនៃកន្លែងកាត់ហេតុតែម្ដងប្រិមត្តជនហើយចំពោះរឿងរ៉ាវខាងលើនេះគឺសាច់ញាតិក្រុមគ្រួសារគឺមិនទាន់តាក់ទងបាននោះទេដោយសារសមាជិកមូលដ្ឋានកំពុងតែព្យាយាមទំនាក់ទំនងស្វែងរកអត្តសញ្ញាណដើម្បីតាក់ទងទៅឲ្យក្រុមគ្រួសារសាច់ញាតិបានដឹងពីដំណឹងដល់គ្រោះថ្នាក់ចរាចរណ៍មួយនេះប្រិមត្តជនហើយខាងក្រៅក្នុងខ្ញុំនេះគឺបាទកម្លាំង711បាទរបស់មន្ទីរពេទ្យ711គឺបានមកធ្វើការដឹកអ្នកជំងឺដែលរងរបួសធ្ងន់នឹងយកទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះឲ្យទូរស័ព្ទប៉ូលីសទេសាច់ញាតិអ្នកទូរស័ព្ទប៉ូលីសទៅទេសាច់ញាតិមួយថ្ងៃណាតែសាច់ញាតិអីប៉ូលីសនឹងអីទេបន្តិចទៅព្រោះមានអ្នកស្លាប់ម្នាក់បាយគ្នាមួយថ្ងៃ3លាបាត់បង់អាយុជីវិតម្នាក់ជ្រះនេះមែនបងជ្រះនេះមែនមកដឹងដែរបាទឡានឆ្លងបាទឡានឆ្លងមកឆ្លងម៉ូតូមកត្រង់បាទឥឡូវលំម៉ានអត់ដែរបង2ស្លាប់មួយ2ស្លាប់មួយបងណាបាទឥឡូវឡានពេទ្យមិននៅបងនៅពេលហៅឃើញទេហៅយូរដែរតែបាទសាច់គេទៅសាច់ញាតិបាននៅបងនៅបងនៅទាំងអស់បងណាសួរគាត់អត់ចាំលេខសាច់ញាតិអស់ជារថយន្តបាទ Highlander បាទបងប្រុសដែលជាអ្នករត់តាក់ស៊ីបានធ្វើការដឹកភ្ញៀវឡើងពីខេត្តចូលមកដល់ភ្នំពេញតែមិនទាន់បានដាក់ភ្ញៀវទេគឺត្រូវជួបគ្រោះថ្នាក់ចរាចរណ៍ធ្វើការបាទតាមការបញ្ជាក់ពីអ្នកឃើញហេតុការណ៍នេះគឺឆ្លងមករថយន្តឆ្លងមកម៉ូតូបាត់មកត្រង់គឺបាត់បុកពេញចំហឹងបណ្ដាលឲ្យផ្លោមនុស្សនិងម៉ូតូខ្ទាតចម្ងាយពីរថយន្ត5-6 ម៉ែត្ររថយន្តធ្វើការបាក់បណ្ដាលឲ្យរងរបួសធ្ងន់តែម្ដងរថយន្តឥឡូវចំពោះរឿងរ៉ាវខាងលើនេះយើងមិនទាន់ដឹងថាខាងណាខុសខាងណាត្រូវនោះទេទុកឲ្យកម្លាំងជំនាញសមត្ថកិច្ចឲ្យធ្វើការវាស់វែងនិងដោះស្រាយតាមនីតិវិធីគោលការណ៍ច្បាប់ចរាចរណ៍ដើម្បីលើសមត្ថកិច្ចកំពុងធ្វើការបាទស្វែងរកបាទអត្តសញ្ញាណហើយឆែកបាទដាក់ស៊ីមបាទដើម្បីធ្វើទំនាក់ទំនងទៅបាទក្រុមគ្រួសារសាច់ញាតិរបស់គាត់ឲ្យគាត់មកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណីបាទតិចបាទអេតិចអីអូប្រិមត្តជនហើយបាទតិចបាទតង់ហើយឥឡូវតិចមកតង់ទៀតអស់ស្តុបបាទរថយន្តកុងតឺន័របាទតិចម៉ត់បាទមកគៀរថយន្តដែលចតកំពុងតែរងចាំសមាជិកយកចូលគៀនបាទចូលរួមក្រុមច្បាប់ចរាចរណ៍ទាំងអស់គ្នាឃើញថាករណីគ្រោះថ្នាក់ចរាចរណ៍មានសឹងតែរាល់ថ្ងៃបើសិនជាខ្វះការប្រុងប្រយ័ត្នក្នុងការបើកបរណាមួយមិនថាផ្លូវឆ្អៀតផ្លូវទលាយផ្លូវស្ថានភាពបែបណាទេត្រូវតែប្រុងប្រយ័ត្នឲ្យគ្រប់ពេលវេលាតែម្ដងព្រោះថាករណីគ្រោះថ្នាក់ចរាចរណ៍គឺអត់មានផលចំណេញអ្វីនោះទេបើសិនជាជួបមានតែការបាត់បង់លុយកាក់ពេលវេលាទ្រព្យសម្បត្តិនិងអាយុជីវិតតែប៉ុណ្ណោះដែលមានជនអរគុណណាស់ដែលខំចំណាយពេលដ៏មានតម្លៃតាមដានអង្គភាពសារព័ត៌មានខ្ញុំបាទជុំសុកណារួមទាំងក្រុមការងារសូមអរគុណបាទសូមគោរពលា